phơ vào giống một lúc bình đòn bà chỉ lựa thực thấy vụt bình cái chọc món bà em dèm nó và ở mình đánh luôn này thì ok là vậy để dùng phơi bán nó cứ dưỡng tới sắc xá và dưỡng học điện lại abc dưỡng non vực em snai ok bong ôn ngày nay một vừa một hộp mình nghe được ở cái này ngày này dùng miền mòn xài muối và niềm món của mình món mềm mại đấy bà dùng món crom món nó món đóបន្ទាប់មកទៀតយើងចាប់ផ្ដើមរៀបចំមកបត់កាច់ជើងកាច់អីស្អាតមករៀបចំវាឲ្យស្អាតបាទមាន់គឺខ្លាញ់ល្អខ្លាំងមែនទែនបន្ទាប់ពីយើងរៀបចំមាន់យើងរួចហើយឥឡូវយើងមកមើលគ្រឿងរបស់យើងវិញគ្រឿងរបស់យើងមានដូចជាស្ករក្រៃម្ដេងអំបិលស្ករបន្តិចហើយនឹងដុំសុបហើយនឹងខ្ទឹមហើយនឹងស្លឹកក្រូចបាទយើងធ្វើការដំគល់ក្រៃដំគល់ក្រៃឲ្យបាយបន្តិចមកបន្ទាប់មកទៀតយើងហាន់ម្ដេងសម្រាប់ខ្ញុំហាន់ម្ដេងជាចំណិតស្ដើងដើម្បីវាចេញជាតិច្រើនហើយបន្ទាប់មកទៀតយើងយកខ្ទឹមចំនួន3កំពឹសដើម្បីយកមកដំវាឲ្យកប៉ែនមកបន្ទាប់មកទៀតដុំសុបហើយអ្វីដែលខ្វះបានចុងក្រោយគេនោះគឺស្លឹកក្រូចសើចបាទឥឡូវនេះយើងបានគ្រឿងក្រៅរបស់យើងគ្រប់ហើយបន្តមកទៀតយើងទៅមើលទឹករបស់យើងក្តៅអ៊ុនយើងចាក់គ្រឿងចូលតែម្ដងទៅគ្រឿងមិញហ្នឹងបាទបន្តមកទៀតយើងបិទគម្របវាសិនដើម្បីឲ្យទឹកពុះនៅក្នុងអំឡុងពេលដែលយើងកំពុងតែរងចាំទឹកពុះហ្នឹងយើងមកធ្វើទឹកជ្រលក់របស់យើងមកបាទទឹកជ្រលក់អំពិលទុំរបស់យើងមានដូចជាអំពិលទុំម្ទេសស្ករហើយនឹងខ្ទឹម 4-5 កំពឹសហ្នឹងហើយបាទដើមខ្ទឹមនិងគល់ខ្ទឹមហ្នឹងយើងហាន់ខ្ទឹមមកនៅពេលដែលយើងហាន់ខ្ទឹមរបស់យើងរួចអស់ហើយឥឡូវយើងដាក់មួយឡែកសិនយើងយកអំបិលទុំរបស់យើងជាមួយនឹងម្ទេសស្ករហ្នឹងយើងយកទៅដាក់ជាមួយនឹងទឹកស៊ុបរបស់យើងទឹកកំពុងក្តៅអ៊ុនៗហ្នឹងយកទឹកហ្នឹងមកបាទត្រាំអំបិលរបស់យើងដើម្បីឲ្យអំបិលរបស់យើងហ្នឹងរីកល្អឥឡូវយើងរងចាំទឹករបស់យើងពុះម្ដងឥឡូវទឹកយើងពុះហើយយើងយកមាន់យើងមកបាទដាក់ចូលតែម្ដងទៅបាទបន្តមកទៀតយើងបិទគម្របមករងចាំមាន់របស់យើងឥឡូវយើងមកកូរទឹកជ្រលក់របស់យើងម្ដងយើងកូរទឹកជ្រលក់របស់យើងហើយឥឡូវយើងបន្ថែមជាមួយនឹងទឹកត្រីចំនួន1ស្លាបព្រាមកសម្រាប់បងប្អូនដែលចង់ហូបប្រៃខ្លាំងបងប្អូនអាចថែមបានឥឡូវយើងដាក់ស្លឹកខ្ទឹមគល់ខ្ទឹមរបស់យើងហ្នឹងដាក់ចូលជាមួយគ្នាមកបាទមើលទៅទំនងខ្លាំងមែនទែនទឹកជ្រលក់របស់យើងអានេះជាការស្រេចហើយឥឡូវយើងមកមើលមាន់យើងម្ដងបាទមាន់គឺចាប់ផ្ដើមឆ្អិនបដាហើយយើងត្រឡប់វាមួយសិនដើម្បីឲ្យឆ្អិនសព្វបាទបិទគម្របម្ដងទៀតបាទដើម្បីរងចាំមាន់ឆ្អិនឥឡូវការរងចាំរបស់យើងមកដល់កំណត់ហើយយើងយកក្បាច់ចាក់មើលតើសាច់របស់មាន់យើងឆ្អិនហើយឬនៅបើថាអត់មានឈាមទេគឺថាឆ្អិនហើយបាទឥឡូវយើងលើកមកគឺមាន់របស់យើងឆ្អិនហើយបាទអូយសាច់លឿងតំណមែនទែនគឺមាន់ខ្មែរបាទឥឡូវយើងមកមើលសកម្មភាពចុងភៅរបស់យើងវិញម្ដងគាត់ចាប់ផ្ដើមលើកមាន់មកហើយបាទលើកមាន់មកដាក់លើជ្រេញដើម្បីធ្វើការវះកាត់វាបាទមើលទៅតំណមែនទែនមាន់របស់យើងចាប់ហែកជើងមកបាទកាត់យកភ្លើមួយមកដើម្បីដាក់នៅលើចានយើងឲ្យស្អាតមក
បន្តមកទៀតយើងកាត់ស្លាបឥឡូវយើងកាត់ចិត្តរួចហើយបាទគឺមានការអួតទៀតបាទអួតផ្លូវមាន់ឥឡូវមាន់របស់យើងបានកាប់រួចអស់ហើយបាទយើងដាក់លើចានឥឡូវមកមើលសកម្មភាពរបស់ចុងភៅរបស់យើងមកភ្លុកវិញម្ដងបាទជ្រក់ទឹកត្រីវឹបពេញគេចប់មាន់បាទអេមហ្សេមហ្មងបាទឲ្យមានដាច់ខ្លួនឯងទៀតអូខេឥឡូវអ្វីដែលយើងភ្លេចបាននោះគឺយើងត្រូវទៅសិក្សាបាទយើងធ្លាប់រៀនដែរ A B C យើងហ្នឹងនងវឹបអេមស្នេហ៍